ចាសួស្តីបងប្អូននេះគឺមកបកតរ៉េនជួយបងប្អូនមើលចាគឺជាតរ៉េនខាងខាងកពតបងប្អូនអញ្ចឹងបងប្អូនចង់ញ៉ាំអាចកំងបានចាគឺជាតរ៉េនដែលស្ងួតចាទុំមកល្មុតស្ងួតចាគឺធម្មជាតិពិតតែម្ដងចាគឺដាំដោយដាក់ជីអាចជាវអញ្ចឹងបងប្អូនចង់ញ៉ាំអាចចាកំងបាននេះភ្ញៀវគាត់កំងយកសាច់ស្ងួតចាអញ្ចឹងគាត់សូមឲ្យជួយបកអញ្ចឹងជួយជាបកជូនគាត់ចឹងបងប្អូនចង់ញ៉ាំអាចកំងបានណាព្រោះខាងខ្ញុំមានចាជូនចាកំងឯហ្នឹងដាក់មកវិជ្ជការល្ងាចហ្នឹងអាចបងប្អូនបានទទួលចាគឺចាប់តាមទុំហើយចាគឺនៅខាងកពតអញ្ចឹងបងចង់ញ៉ាំអាចកំងបានចាទុំស្ងួតល្មុតចាហើយឈ្ងុយក៏អូបឆ្ងាញ់ណាស់តានេះគុណភាពនិងរសជាតិចាហើយនឹងធម្មជាតិចាអញ្ចឹងនេះគឺយើងកំពុងតែបកជូនភ្ញៀវចាចឹងបងអាចចង់ញ៉ាំអាចកំងបានគឺយើងបកបានខ្លះហើយចាគាត់កំងចា3ផ្លែប៉ុន្តែដោយសារមាន4ផ្លែជូរដោយសារអាទុយហ្នឹងវាអត់សូវល្អអញ្ចឹងយើងដាក់1-2គីឡូជាងជូនហ្មងទៅចានេះគឺយើងបករួចខ្លះហើយត្រៀមដាក់ប្រអប់យកជូនគាត់តិចទៀតហ្នឹងណាចាអញ្ចឹងបងប្អូនចង់ញ៉ាំអាចកំងបានចាគឺឆ្ងាញ់ចំបោកចាអរគុណជំរាបលាចាជំរាបសួរបងប្អូននេះគឺជាតរ៉េនចាអីខាបងប្អូនដឹងហើយថាជាតរ៉េនដែលល្បីទូទាំងប្រទេសកម្ពុជារបស់យើងអញ្ចឹងតរ៉េនអីខានេះគឺជាតរ៉េនទុំស្ងួតល្មុតផ្អែមឈ្ងុយហើយចាមានជាតិល្មុតខ្លាំងចាអញ្ចឹងបងចង់ញ៉ាំអាចកំងបានចាជាតរ៉េនដាំដោយប្រើជីឯកវិទ្យានិងជីធម្មជាតិចាអត់មានប្រើសារធាតុគីមីទេចាគឺជាតរ៉េនដែលធម្មជាតិពិតចាដាំនៅចង្ការលក្ខណៈគ្រួសារចាអញ្ចឹងបងប្អូនចង់ញ៉ាំអាចកំងបានចាពីនាងខ្ញុំបើសិនជាបងប្អូនចង់ញ៉ាំច្រើនចាអាចកំងបានចាឥឡូវយើងដល់រដូវកាលតរ៉េនហើយចាអញ្ចឹងបញ្ជាក់ម្ដងទៀតគឺជាតរ៉េនអិខៈដែលជាប្រភេទលក្ខណៈគ្រួសារទុំស្ងួតចាប្រភេទអិខៈហ្នឹងទុំស្ងួតចាល្មុតឆ្ងាញ់ចាតរ៉េនធម្មជាតិណាមិនមានសារធាតុគីមីចាអរគុណជំរាបលាអរគុណសួស្តីបងប្អូនចាជំរាបសួរតេជជនទាំងអស់គ្នាម៉ារីយ៉ាសពទាំងអស់គ្នានិងម៉ារីយ៉ាស៊ីទាំងអស់គ្នាចានេះគឺជាតរ៉េនអិខៈចាចង់បង្ហាញបងប្អូនថាគឺជាប្រភេទតរ៉េនដែលទុំស្ងួតល្មុតហើយយើងដាំដោយប្រើជីអាចជាវចាគឺជីធម្មជាតិចាមិនមានសារធាតុគីមីមិនមានសារធាតុប៉ះពាល់សុខភាពទេចាគឺបងប្អូនញ៉ាំដោយទំនុកចិត្តតែម្ដងចាអញ្ចឹងបងប្អូនយើងចង់ញ៉ាំអាចកំងបានណាបងប្អូនទាំងអស់គ្នាចាគឺតរ៉េនអិខៈទុំល្មុតស្ងួតចាឆ្ងាញ់តែម្ដងចាផ្អែមស្អិតតែម្ដងចាអញ្ចឹងគឺរសជាតិថាអែមធានាយកបានចាគឺគុណភាពជាចម្បងចារសជាតិនិងសុខភាពព្រោះអ្នកលក់ញ៉ាំផ្ទាល់ចាអញ្ចឹងបងប្អូនចង់ញ៉ាំអាចកំងបានណាគឺជាតរ៉េនអិខៈខាងកពតអរគុណជំរាបលាជំរាបសួរតេជជនទាំងអស់គ្នាចាបងប្អូនឃើញយើងនៅមុខនេះខ្ញុំនេះស្អីគេអូយលឿងល្អុកដុំនេះបងប្អូនឆ្ងាញ់ណាស់ចាគឺតរ៉េនអិខៈចាខាងតរ៉េនអិខៈជាប្រភេទតរ៉េនស្ងួតល្មុតទុំចាគឺស្ងួតល្មុតឈ្ងុយផ្អើលអស់ពេញភូមិឆ្នេះអស់មានសត្រូវចាគឺឆ្ងាញ់ចាឆ្ងាញ់ចានេះគឺបកជូនគាត់ចាមួយកេះចាគឺអូយដើម្បីគាត់ចាគឺបំពេញតាមបេះដូងចាអញ្ចឹងបងប្អូនចង់ញ៉ាំអាចកំងបានណាបកសាច់ចឹងក៏បានចង់យកទាំងមូលក៏បានយេនិយាយទៅជូនតាមតម្រូវការចាំបងប្អូនឃើញគឺជាតិមែនតើបងប្អូនគឺអូយដឹងថាញ៉ាំហើយឆ្ងាញ់មិនអាចបំភ្លេចបានចាចាំចារាល់ឆ្នាំគឺដឹងថាចង់ញ៉ាំតែម្ដងចាបើសិនចង់ញ៉ាំអាចកំងបានណាបងប្អូនអរគុណជំរាបលាអរគុណចានេះគឺជាសមិទ្ធផលតរ៉េនចាគឺយើងបន្ទាប់ពីបកហើយកាត់កោះហើយគឺបានទៅបកមកកេះនេះចាគឺសាហាវយំខ្នងនេះគឺជាលើកទី1ហើយដែលបកតរ៉េន4ផ្លែហើយតរ៉េនហ្នឹងគឺជាប្រភេទតរ៉េនទុំស្ងួតចានៅល្មមមិនចូលមិនទុនខ្លាំងចាអញ្ចឹងគឺទុំស្ងួតល្មុតអញ្ចឹងសបកមិនងាយបកទេបងប្អូនអូ my god នេះជាលើកទី1ក្នុងឆាកជីវិតជាការតស៊ូគ្មានអ្នកណាកាត់បកចេះទេអញ្ចឹងទៅរៀនចាចង់និយាយថាតរ៉េនដែលទុំចូលទុំរៀងខ្លាំងគឺសបកងាយស្រួលបកទេបងប្អូនហែកមក
bàn hãy mà bàn mình thái đi cứ trền một thịt tôm sốt chả trền ở khạc chả khang khai cặp bột tôm sốt trắng một ổ nó khơi thấy cứ buôn phai chả đập cả lố chả buôn phai đập cả lố cứ dướng chả pha cầm lăng phaสมัครผิดมันchânออกทำmột bột chả cặp chảจะมองบอลจอยำเตรียมชั้นไอ้ก็มองบ้านจ้าคือมันเรื่องรีเต้ของกาบอกเตรีของกาบอกเองตัวใบเสียใดสองจ้าสองหายใดก็ต่อสู้ อากนมอยอาคนหนึ่งอาคนนี้อากน